ស្រាយចម្ងល់តាមពិតណាពេលដែលខ្ញុំធ្វើទីផ្សារនៅលើបណ្ដាញសង្គមផ្សេងទៅវាមានអារម្មណ៍បង្កប់ពិតប្រាកដគឺដើម្បីឲ្យបងប្អូនកូនក្មួយទាំងអស់ស្គាល់ខ្ញុំជាស្ត្រីដែលប្រព្រឹត្តខ្លួននៅលើវិស័យអចលនទ្រព្យលក់ទិញជួលចា៎ហើយក៏មានបំណងដើម្បីចែករំលែកនៅបទពិសោធន៍ចំណេះជំនាញដែលខ្ញុំបានចេះដឹងតិចតួចស្រួចស្ដើងដើម្បីចែករំលែកបញ្ជ្រាបព័ត៌មានទៅជូនដល់កូនក្មួយជំនាន់ក្រោយមានរឿងខ្លះគ្រាន់តែថាយើងប្រព្រឹត្តខ្លួនជារៀងរាល់ឆ្នាំឬមួយក៏មួយជីវិតក៏អាចជួបមានការលក់មានការផ្ទេរមរតកមានការលែងលះមានការកាត់ទ្របមានការឆ្វៀលដីចេញដើម្បីលក់ខ្លះយកលុយមានពេលខ្លះក៏មានការលក់ផ្ទះដូរផ្ទះធំទៅផ្ទះទូចដូរផ្ទះទូចទៅផ្ទះធំឬមួយក៏មានការដូរដីពីដីស្រែទៅទិញដីផ្សារនៅជាដើមលាក់នឹងលាក់វាពិតជាស្មុគស្មាញហើយវាពិតជាការដែលធ្វើសកម្មភាពពិតនៅក្នុងក្រុមគ្រួសាររបស់យើងចឹងមីងបញ្ជ្រាបអាព័ត៌មានទាំងអស់ហ្នឹងគឺដើម្បីបញ្ជ្រាបឲ្យកូនក្មួយចំនួនក្រោយឲ្យបានដឹងខ្លះពេលដែលមានជនណាមួយដែលគាត់មកបង្កបំណងប៉ុនប៉ងកេងយកចំណេញពីកូនក្មួយទៅកូនក្មួយអាចនឹកឃើញពាក្យសម្ដីរបស់មីងវាចាក់ស្ដែងហើយមានកូនក្មួយខ្លះក៏គិតថាមីងធ្វើទីផ្សារដើម្បីលក់វាមានពិតមែនហើយក៏វាបានផលពុតមែននៅក្នុងបណ្ដាញសង្គម TikTok នេះមានភ្ញៀវជាច្រើនដែលជាអ្នកដែលមិនបានស្គាល់មីងសោះតែគាត់ស្គាល់មីងតាមបណ្ដាញសង្គម TikTok នេះឯងមានបងខ្លះហោះតាំងពីសហរដ្ឋអាមេរិកមានបងខ្លះតាំងពីកាណាដាតាំងពីញូហ្សេឡង់តាំងពីអូស្ត្រាលីតាំងពីស្វីសរហូតមានដល់សិង្ហបុរីអីម៉ាឡេស៊ីថៃកូរ៉េទៀតចាគឺបានគាត់បានមកទិញតែម្ដងទិញហើយខ្ញុំបានរៀបចំឯកសារជូនគាត់គត់គង់ដីតាមបំណងផ្លូវគាត់សំខាន់បំផុតអ្វីដែលគាត់ទិញគឺក្នុងការណែនាំរបស់ខ្ញុំពិតជាមានកិត្តិយសមែនតែនចំពោះការទុកចិត្តផ្ដល់តម្លៃពីសំណាក់របស់បងប្អូនទាំងអស់ហើយមិនមែនលើកមកអួតទេក៏ប៉ុន្តែមនុស្សត្រូវចេះដឹងគុណមនុស្សត្រូវចេះបង្ហាញអំពីគុណរបស់គេដែលបានធ្វើមកលើយើងខ្ញុំពិតជាមានមោទនភាពហើយខ្ញុំពិតជាមានបំណងចង់ចែករំលែកបន្តទៀតពីព្រោះការដែលចែករំលែកទៅគឺមានលទ្ធផលមានកូនក្មួយច្រើនក៏បានស្គាល់មានបងប្អូនជាច្រើនដែលបានទុកចិត្តហើយក៏មានអារម្មណ៍ថាទៅណាម្ណាខ្លះដូចជាមនុស្សមួយដែលសាធារណៈមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅតាំងពីសំណាក់អ៊ំពូមីងបងប្អូនកូនក្មួយអីចឹងទៅចាហើយក៏ខ្ញុំសូមព្យាយាមបន្តទៅទៀតហើយនឹងបញ្ជ្រាបនៅចំណេះជំនាញបន្តិចបន្តួចពាក់ព័ន្ធនឹងវិស័យដីធ្លីជូនដល់បងប្អូនទាំងអស់គ្នាអរគុណ